ទិដ្ឋភាពនៅក្នុងភូមិមួយពិតជាស្រស់ស្អាតខ្លាំងមែនទែន គឺពោរពេញទៅដោយរុក្ខជាតិបៃតង ពេលនោះយើងក៏បានឃើញក្មេងស្រីម្នាក់កំពុងរត់សំដៅទៅកន្លែងមួយ ដែលកន្លែងនោះមានដុំថ្មតូចៗជាច្រើនប្រៀបដូចគេធ្វើផ្លូវមួយសម្រាប់ឡើងទៅលើនោះ ដោយក្មេងស្រីរបស់យើងនាងមានឈ្មោះថាហ្វីយ៉ាក៏បានដើរខិតចូលទៅកន្លែងនោះកាន់តែជិត ដែលគិតក្នុងចិត្តថានាងគួរតែឡើងឬក៏អត់ដោយសារមើលទៅវារាងខ្ពស់ដែរ បន្ទាប់ពីសម្រេចចិត្តរួចហើយហ្វីយ៉ានាងក៏សម្រេចចិត្តថាហក់ឡើងទៅលើថ្មនោះតែម្ដង ដោយនាងខំប្រឹងតោងពីដុំថ្មមួយទៅដុំថ្មមួយដែលមានការលំបាក ស្រាប់តែពេលនោះដុំថ្មមួយក៏បានរបូតឡើងធ្វើឲ្យនាងធ្លាក់ចុះមកក្រោម ធ្វើឲ្យហ្វីយ៉ារបស់យើងនាងសន្លប់បាត់ស្មារតី ប៉ុន្តែនាងបែរជាស្រមៃឃើញថានាងកំពុងតែអានសៀវភៅមួយរបស់ឪពុកនាង ការពិតសៀវភៅនោះគឺនិយាយអំពីរុក្ខជាតិមួយដែលមានឥទ្ធិពលខ្លាំងមែនទែន តែយើងក៏មិនដឹងថាឥទ្ធិពលរបស់ដើមឈើនោះគឺសំដៅទៅលើអ្វីដែរ ប៉ុន្តែបន្ទាប់ពីហ្វីយ៉ាបានអានសៀវភៅនោះមួយសន្ទុះ នាងក៏បានដឹងរឿងមួយពីសៀវភៅនោះ ធ្វើឲ្យទឹកមុខរបស់នាងពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន ហើយនាងក៏បានងាកទៅមើលមុខឪពុករបស់នាងដែលកំពុងដេកសម្រាក